កំជិលខ្នងវែងកាលពីយូរលង់ណាស់មកហើយនៅក្រោមដើមល្វាដ៏ធំមួយក្នុងភូមិមានបុរសម្នាក់អាស្រ័យផលរស់នៅទីនោះអ្នកស្រុកអ្នកភូមិគ្រប់គ្នាតែងតែនាំគ្នាហៅគេថាអាកំជិលខ្នងវែងព្រោះគេជាមនុស្សដែលមិនធ្វើការងារអ្វីទាំងអស់មួយថ្ងៃគិតតែសំងំដេកស្ងៀមហាមាត់នៅក្រោមដើមល្វាដែលខ្លួនអាស្រ័យនៅរងចាំឲ្យផ្លែល្វាធ្លាក់ចូលក្នុងមាត់អ្នកនៅក្នុងភូមិគ្រប់គ្នាគ្មានអ្នកណាចូលចិត្តគេនោះទេអ្នកដែលដើរទៅដើរមកតែងតែសម្ដែងរឹករាមិនចូលចិត្តនិងស្អប់ខ្ពើមពេលខ្លះក្មេងៗក៏នាំគ្នាធ្វើបាបគេដោយការយកដុំថ្មដុំដីគប់ដាក់តែគេមិនដែលតបតឬការពារខ្លួននោះទេព្រោះតែភាពខ្ជិលច្រអូសនោះឯងថ្ងៃមួយមានខ្យល់បក់មកយ៉ាងខ្លាំងបក់នាំយកផ្លែល្វាមួយផ្លែរមាលធ្លាក់ចូលទៅក្នុងទឹកស្ទឹងហើយផ្លែល្វាក៏ចេះតែរសាត់តាមខ្សែទឹកជារឿយរសាត់មកដល់ទីដែលព្រះនាងបុប្ផាវតីបុត្រីរបស់ស្ដេចផែនដីក្រឡេកឃើញផ្លែល្វាអណ្ដែតមកព្រះនាងបុប្ផាវតីក៏ស្រង់យកវាមកសោយហើយក៏ជាប់ចិត្តនឹងរសជាតិរបស់វាយ៉ាងខ្លាំងទើបប្រកាសថានឹងរៀបអភិសេកជាមួយម្ចាស់ដើមល្វាមួយដើមនេះស្ដេចផែនដីក៏ចេញបញ្ជាឲ្យអ្នកភូមិដែលមានដើមល្វាទាំងអស់យកផ្លែល្វារបស់ខ្លួនយកមកឲ្យបុត្រីភ្លក់តែគ្មានផ្លែល្វាណាដែលមានរសជាតិដូចផ្លែល្វាដែលអណ្ដែតតាមទឹកមកនោះសោះពេលនោះក៏មានបុរសម្នាក់ទូលស្ដេចថានៅមានផ្លែល្វារបស់អាកំជិលខ្នងវែងម្នាក់ទៀតព្រះអង្គដែលមិនទាន់បានយកមកថ្វាយព្រោះតែវានោះខ្ជិលនឹងដើរមកឮដូច្នេះព្រះនាងបុប្ផាវតីក៏ធ្វើដំណើរទៅភ្លក្សផ្លែល្វារបស់អាកំជិលខ្នងវែងដោយផ្ទាល់ធ្វើឲ្យដឹងថាវាជាដើមល្វាដែលខ្លួនកំពុងតែស្វែងរកនោះពិតមែនទើបត្រេកពីពេលនោះមកអាកំជិលខ្នងវែងក៏លែងខ្ជិលដូចមុនគ្រប់គ្នានៅក្នុងភូមិត្រឡប់មកចូលចិត្តគេវិញគេក៏រស់នៅយ៉ាងមានសេចក្តីសុខជាមួយព្រះនាងបុប្ផាវតីជារៀងរហូតតទៅ